ខ្ញុំគិតថាពស់ថ្លាន់លេបមនុស្សគឺជាខ្សែភាពយន្ត60លានឆ្នាំមុននេះជាអាហារពេលព្រឹកក្នុងឆ្នាំ2009ឆ្អឹងមួយត្រូវបានជីកចេញពីអណ្ដូងរ៉ែធ្យូងថ្មកូឡុំប៊ីកម្មក៏គិតថាវាជា Sculpture អ្នកវិទ្យាសាស្ត្រមើលដៃកំពុងញនេះគឺជាឆ្អឹងជំនីពស់វាក្រាស់ជាងផ្លូវរបស់អ្នកសមាមាត្រពស់នេះមានអង្កត់ជិត1ម៉ែត្រនៅពេលវានៅរស់ប្រវែង15ម៉ែត្រតើគំនិតមួយតោនគឺជាអ្វីពស់ធ្ងន់ដូចឡានអ្នកឈរនៅពីមុខគាត់របៀបដែលគាត់មើលមកអ្នកវាដូចជាការក្រឡេកមើលសាច់ក្រកហាមប៉ុន្តែរឿងដែលគួរឲ្យខ្លាចមិនមែនជាទំហំទេវាជារបៀបដែលគាត់ញ៉ាំអ្នកវិទ្យាសាស្ត្របានសាងសង់លាក្បាលរបស់គាត់ឡើងវិញបានរកឃើញថាមាត់របស់គាត់អាចបើកបាន130ដឺក្រេលេបក្រពើកន្លះតោនក្នុងមួយខាំមិនកំតិចមិនយឺតទេវាទាំងមូល5នាទីដើម្បីដោះស្រាយសមរភូមិហ្វ្រាំងជើងរបស់គាត់កាន់តែខូច400ផោនក្នុង1អ៊ីនការ៉េឡានមួយត្រូវបានសង្កត់លើទ្រូងរបស់អ្នករាល់ដង្ហើមដែលអ្នកដកដង្ហើមគាត់រឹតបន្តឹង3នាទីឆ្អឹងជំនីរបស់អ្នកបាក់សរីរាង្គខាងក្នុងត្រូវបានច្របាច់ចូលក្នុងទឹកជ្រលក់សាច់ប៉ុន្តែទីថាតើគាត់បានផុតពូជយ៉ាងដូចម្តេចវាមិនមែនថាគ្មានអាហារទេវាមិនមែនជាមុំសាសីទេគ្រាន់តែផែនដីត្រជាក់3ដឺក្រេ3ដឺក្រេបាត់ហើយឥឡូវនេះវាកំពុងឡើងកម្ដៅវាឡើងដល់5ដឺក្រេយើងស្ថិតនៅលើកន្លង4ដឺក្រេនៅចុងសតវត្សនេះតើអ្នកគិតថាសត្វចម្លែកនៅសម័យនោះនឹងរស់ឡើងវិញទេនេះមិនមែនជាភាពភ័យរន្ធត់ទេខែមេសាឆ្នាំ2024អ្នកវិទ្យាសាស្ត្រឥណ្ឌាបានជីកពស់យក្សមួយទៀតនៅក្នុងអណ្ដូងរ៉ែមួយដាក់ឈ្មោះថាស្ដេចពស់វូគីប្រវែងរាងកាយពស់15ម៉ែត្រធំដូចពស់ថ្លាន់ទីតានិកចំណុចសំខាន់នៃបញ្ហានេះគឺថាពស់នេះរស់នៅ47លានឆ្នាំមុនជាង10លានឆ្នាំក្រោយជាង Titan Python យោទេបន្ទាប់ពីក្បាលទីតានិកអាណាកុនបានផុតពូជសីតុណ្ហភាពផែនដីកើនឡើងពស់កំពុងលូតលាស់ម្ដងទៀតវាមិនមែនជាការចៃដន្យទេនេះជាច្បាប់សីតុណ្ហភាពឡើងបេសាចកំពុងមករឿងនេះចាប់ផ្ដើមនៅឆ្នាំ2002ក្រុមបេសកកម្មនៅសាកលវិទ្យាល័យ Florida ផ្ដល់អណ្ដូងរ៉ែធ្យូងថ្មសេរីជនរបស់កូឡុំប៊ីនេះគឺជាអណ្ដូងរ៉ែធ្យូងថ្មបើកចំហធំជាងគេទី10នៅលើពិភពលោកទោះរាល់ថ្ងៃវាមានអាយុ60លានឆ្នាំហើយពួកគេកំពុងស្វែងរករុក្ខជាតិហ្វូស៊ីលជួរភ្នំដំបូងនៃសុបិនអាក្រក់ត្រូវបានជីកឆ្អឹងក្នុងបានរកឃើញអ្នករាល់គ្នាគិតថាវាជាក្រពើដោយសារតែសត្វក្រពើត្រូវបានគេប៉ុន្តែភាពកង់នៃឆ្អឹងគឺខុសច្រើនទៀតដូចជាពស់បញ្ហាគឺឆ្អឹងនេះធំជាងកណ្ដាប់ដៃប្រសិនបើនេះជាពស់តើវាធំប៉ុណ្ណា7ឆ្នាំក្រោយពួកគេបានជីកពស់ថ្លាន់ទីតានិកចំនួន28ក្បាលឆ្អឹងជាង100គ្រប់បំណែកទាំងអស់គឺជាការយល់ដឹងស្រស់ស្រាយធំបំផុតមួយឆ្អឹងក្នុងជាង250បំណែកនីមួយមានចម្ងាយជាង15ម៉ែត្រចូលទៅក្នុងកណ្ដាប់ដៃវាមានទម្ងន់13តោនហើយរឹតតែគួរឲ្យខ្លាចថែមទៀតទាំង28នេះសុទ្ធតែជាពស់ពេញវ័យតើវាមានន័យយ៉ាងដូចម្តេចមានន័យថាពស់ថ្លាន់ទីតានិកមិនមែនជាការផ្លាស់ប្ដូរទេវាជាឧបករណ៍ស្តង់ដារនៅសម័យនោះពួកគេនៅគ្រប់ទីកន្លែងសូមស្រមៃគិតអំពីវាលភក់60លានឆ្នាំមុនហើយនៅគ្រប់ទីកន្លែងមានពស់យក្សប្រវែង15ម៉ែត្រប្រហែលទឹកឆ្លងកាត់ទឹករាក់អ្នកមិនអាចមើលឃើញវាទេរហូតដល់ក្បាលដ៏ធំមួយបានផុសចេញពីទឹកនៅពេលនោះវាយឺតពេលហើយដោយសារតែល្បឿនវាយប្រហាររបស់កប៉ាល់ទីតានិកគឺ 0.3 វិនាទីពី Tip 1រហូតដល់ជាប់យ៉ាងពេញលេញអ្នកមិនអាចសំបីតែពេលភ្នែកតើគាត់ញ៉ាំអ្វីដំបូងអ្នកវិទ្យាសាស្ត្រគិតថាពួកគេបរិភោគក្រពើដោយសារតែហ្វូស៊ីលក្រពើមួយចំនួនធំត្រូវបានគេរកឃើញនៅក្នុងទ្រង់ទ្រីដូចគ្នាមានស្នាមហូតនៅលើឆ្អឹងក្រពើមានទំហំធំល្មមក្រពើមានហេមានប្រវែង4ម៉ែត្រប៉ុន្តែនៅពីមុខពស់ថ្លាន់ទីតានិកវាជាកណ្ដុតជោគឆ្មាអតិថស្តេចវាលភក់មិនមែនជាអាហារសម្រន់ទេប៉ុន្តែនៅឆ្នាំ2013ផែនការនេះបានបញ្ច្រាស់អ្នកវិទ្យាសាស្ត្របានរកឃើញបំណែកលាក្បាលនៃពស់ថ្លាន់ទីតានិកនេះគឺជារបបកំហាញដ៏សំខាន់មួយដោយសារតែពស់មានលាក្បាលផុយខ្លាំងណាស់ស្ទើរតែមិនអាចទៅរួចទេក្នុងការហ្វូស៊ីលពីលាក្បាលពួកគេបានវិភាគគៀមនឹងថ្មិញហើយឃើញថារចនាសម្ព័ន្ធមាត់របស់គាត់គឺដូចជាពស់ស៊ីត្រីមានន័យថាម៉េចមានន័យថា Titan Python គឺជាអ្នកនេសាទហើយអ្វីដែលខ្ញុំចូលចិត្តជាងគេគឺត្រីសួតយក្សប្រវែង2ម៉ែត្រមួយខាំក្នុងពេលតែមួយវារហ័សនិងងាយស្រួលហើយអ្វីបានជាញ៉ៃជាមួយក្រពើរឹងតើពស់ធំបែបនេះផ្លាស់ទីយ៉ាងដូចម្តេចហើយចម្លើយគឺគាត់ស្ទើរតែមិនផ្លាស់ប្ដូរនៅលើដីមានប្រវែង15ម៉ែត្រនិងមានទម្ងន់1តោនរាល់អ៊ីងនៃរាងកាយត្រូវបានធ្វើទារុណកម្មហើយសរីរាង្គខាងក្នុងត្រូវបានរុញភ្ជាប់ដោយទម្ងន់ផ្ទាល់ខ្លួនដូច្នេះគាត់ចំណាយពេល90នៃពេលវេលារបស់គាត់នៅក្នុងទឹកដំណោទឹកត្រទ្រង់ទម្ងន់របស់គាត់ឲ្យគាត់ផ្លាស់ទីដោយសេរីវិធីដែលគាត់ប្រមាញ់គឺត្រូវរងចាំនៅក្នុងទឹកហើយដេកនៅតែច្រើនថ្ងៃមានតែរក្សាភ្នែករបស់អ្នកនៅខាងលើទឹកហើយរងចាំឲ្យសត្វព្រៃចូលមកទ្វាររបស់អ្នកម្ដងនៅក្នុងជួរវាយប្រហារ0.3 វិនាទីដើម្បីបើកដំណើរការខំគួរឲ្យភ្ញាក់ផ្អើលបន្ទាប់មករំវានៅជុំវិញ2ជុំនិង3ជុំ400ផោនក្នុង1អ៊ីនការ៉េកាផ្ទុះសម្ពាធភ្លាមឆ្អឹងជំនីរបស់សត្វព្រៃត្រូវបានបែកម្ដងមួយច្របាច់សរីរាង្គខាងក្នុងចូលទៅក្នុងសាច់សុទ្ធហើយធ្វើវាឲ្យបានក្នុងរយៈពេល3នាទីបន្ទាប់មកអាហារវែងបន្ទាប់ពីញ៉ាំត្រីធំគាត់មិនចាំបាច់ញ៉ាំមួយខែទេ